Hello ជំរាបសួរស្ដីកូនសិស្សទាំងអស់គ្នាហើយថ្ងៃនេះលោកគ្រូបានធ្វើ vlog មួយបានពីថ្ងៃ2បាទទៅសម្ពោធរឿងរបស់ម៉ែនាតរបស់ផលិតករ Mr. Roy អញ្ចឹងបង Roy គាត់បានធ្វើបានល្អមែនទែនក្នុងខ្សែភាពយន្តថ្មីនេះគឺប្លែកហើយសាច់រឿងគឺល្អមើលគ្រប់ផ្នែកគ្រប់ឈុតហើយមានកំប្លែងសប្បាយហើយនឹង emotional ណាគឺយើងនឹកឃើញពីគ្រួសាររបស់យើងអីចឹងទៅហើយខ្សែភាពយន្តនេះគឺលេខ1មែនតើបាទប្រចាំឆ្នាំ2025របស់យើងនេះហើយនឹងចាប់បញ្ចាំងនៅថ្ងៃទី5ខែ6 2025នេះហើយបងប្អូនអាចចូលទស្សនាបានហើយជាពិសេសគឺរឿងនេះថ្មីប្លែកសម្រាប់ខ្ញុំហើយនិងបងប្អូនទាំងអស់គ្នាយើងអាចចូលទស្សនាទៅគឺល្អហើយខ្ញុំនឹងទស្សនាម្ដងទៀតដែរនៅថ្ងៃចាប់បញ្ចាំងហ្នឹងណានៅថ្ងៃចុងសប្តាហ៍ហ្នឹងខ្ញុំទៅមើលម្ដងទៀតហើយដោយសារនៅក្នុងនោះមាន effect ច្រើនបាទ effect តាំងពី sound effect ហើយ VFX ក៏ល្អហើយតួអង្គនៃកាមេរ៉ាប្លង់ថតមួយភ្លើងជាពិសេសភ្លើងល្អមែនតើអញ្ចឹងយើងទៅស្ដាប់ប្រសាសន៍បងរយទាំងអស់គ្នារឿងនេះមានន័យថារឿងធ្លាប់តែមានរឿងនាតចាស់យើងអ្នកណាក៏ដឹងដែរពី outline នៃ story របស់រឿងនាតចាស់ប៉ុន្តែរឿងនេះគឺមានន័យថាហេតុការណ៍បន្ទាប់ពីនាតចាស់ហើយយើងនឹងមានរឿងជាច្រើនដែលអ្នកនរគ្នាអត់ទាន់បានដឹងពីនាតចាស់យើងនឹងយកមកកកាយក្នុងនេះមូលហេតុអីវាមានរឿងមួយដែលយើងនិយាយទៅវាមានកន្លែងខ្លះដែលអត់ដឹងអញ្ចឹងដល់ពេលរឿងនេះយើងអាចបកស្រាយច្រើនឲ្យឃើញហើយនៅមានអីជាច្រើនទៀតខ្ញុំនិយាយក្នុងព័ត៌មានបានច្រើន